ក្រសួងបរិស្ថាននាំយកសម្ភារៈសង្គ្រោះបឋមដែលជាអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងគោលដៅលំហែបៃតងក្នុងផ្សារធនធានគីអភិវឌ្ឍជនបទនិងកសិកម្ម ARDB ដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាថ្ងៃទី11ខែមិថុនាឆ្នាំ2026ក្រុមការងារក្រសួងបរិស្ថានដឹកនាំដោយឯកឧត្តមកែនសេរីរដ្ឋាអគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានរួមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃនាយកដ្ឋានជីវភាពសហគមន៍នាយកដ្ឋានទេសចរធម្មជាតិនិងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបាននាំយកសម្ភារៈសង្គ្រោះបឋមដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីជូនដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងគោលដៅលំហែបៃតងក្នុងផ្សារដែលស្ថិតក្នុងភូមិសាស្ត្រឃុំតាសាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺសម្ភារៈដែលក្រុមការងារបានប្រគល់ជូននាឱកាសនេះរួមមានកាបូបផ្ទុកបរិក្ខារនិងថ្នាំពេទ្យសង្គ្រោះបឋមចំនួន5ឈុតស្នែងសម្រាប់សង្គ្រោះនិងបញ្ជូនអ្នករបួសហ្វ្រាំងកាចំនួន2គ្រឿងមានប្រសាសន៍ក្នុងពិធីសម្ដែងសម្ដាលនាឱកាសនោះឯកឧត្តមអគ្គនាយកបានពំនាំនឹងការសាកសួរសុខទុក្ខនិងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានជូនដល់គណៈកម្មការនិងសមាជិកសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ឯកឧត្តមអគ្គនាយកបានណែនាំនិងបង្ហាញពីសម្ភារៈនីមួយៗដល់ប្រជាសហគមន៍និងគូបញ្ជាក់ថាសម្ភារៈដែលប្រគល់ជូននេះគឺសម្រាប់ប្រើប្រាស់ក្នុងកិច្ចសង្គ្រោះបន្ទាន់ផ្សេងៗក្នុងអំឡុងពេលនាំភ្ញៀវទេសចរកម្សាន្តនៅក្នុងតំបន់បន្ថែមពីនេះឯកឧត្តមអគ្គនាយកនិងក្រុមការងារក៏បានស្វែងយល់ពីការប្រើប្រាស់និងគ្រប់គ្រងអគារនិងហេដ្ឋារចនាសម្ព័ន្ធគោលដៅលំហែបៃតងក្នុងផ្សារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីនិងលោកជំទាវផងដែរជាការឆ្លើយតបសមាជិកសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងក៏បានសម្ដែងនូវសេចក្តីរំភើបត្រេកអរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានសហគមន៍បានចាត់ទុកថាការផ្ដល់នូវអគារនិងហេដ្ឋារចនាសម្ព័ន្ធគោលដៅលំហែបៃតងក្នុងផ្សារនេះគឺជាការផ្ដល់នូវដង្ហើមសេដ្ឋកិច្ចបង្កើនការងារបង្កើនប្រាក់ចំណូលដល់សហគមន៍ក៏ដូចជាបានប្រែក្លាយតំបន់ដាច់ស្រយាលក្នុងផ្សារនេះទៅជាគោលដៅលំហែបៃតងដ៏ពេញនិយមរបស់អ្នកទេសចរជាតិនិងអន្តរជាតិសហគមន៍បានបដិញ្ញាថែរក្សានិងប្រើប្រាស់សម្ភារៈសង្គ្រោះទាំងនេះឲ្យចំគោលដៅនិងមានប្រសិទ្ធភាពខ្ពស់បំផុតមុននឹងបញ្ចប់កម្មវិធីឯកឧត្តមអគ្គនាយកនិងក្រុមការងារក៏បានចុះត្រួតពិនិត្យនិងមើលការថែទាំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងទីតាំងលំហែបៃតងក្នុងផ្សារផងដែររួមមានបញ្ចូលផ្ដល់ព័ត៌មានបន្ទប់សង្គ្រោះបឋមបន្ទប់ទឹកនិងទីតាំងចំណតយានយន្ត